ចេះតែនិយាយគាត់ឲ្យខំទៅតែជាយើងល្អគេមើលឃើញហើយដល់ឲ្យគាត់ចាប់អាជីពគុណខ្មែរដើម្បីជីវភាពគាត់ផងគ្រួសារផងទឹកចិត្តជាឪពុកជាម្ដាយគឺបារម្ភពីកូនបាទនឹកគិតដល់កូនចង់ឃើញកូនល្អចង់ឃើញកូនជោគជ័យជានិច្ចនេះគឺលោកដុំសរិទ្ធបាទឆ្លៀតពីការងារជាអ្នកថែស្មៅនៅតារាងបាល់ទាត់ស្តាតចាស់ក៏ឆ្លៀតបាទមកមើលកូនប្រុសរបស់លោកគឺដុំសរុំដែលកំពុងតែវឹកហាត់ក៏ដូចជាពង្រឹងសមត្ថភាពបាទត្រៀមប៉ះជាមួយនឹងជើងខ្លាំងទម្ងន់51គីឡូក្រាមបាទមូហាម៉ាត់ប៉ែនកៈមូហាម៉ាត់កូនសិស្សរបស់លោកគ្រូសែនប៊ុនថេនបើការប្រកួតនេះអាចនិយាយបានថាគឺជាការប្រកួតដ៏ធំមួយបាទគឺជាឧបសគ្គដ៏ចម្បងមួយសម្រាប់បាត់ដុំសរុំប្រសិនបើគេអាចធ្វើបានគេប្រកាសជាទទួលបានបាទភាពជោគជ័យក៏ដូចជាប្រជាប្រិយភាពកាន់តែខ្លាំងថែមមួយកម្រិតទៀតជាមិនខាននោះទេបាទលោកដុំសរិទ្ធបាទគាត់បានរំលឹកថាកូនរបស់លោកគឺមាន3នាក់បាទមានដឹមសរុំនេះហើយនឹងបងរបស់គេម្នាក់គឺដឹមសារានិងប្អូនរបស់គេម្នាក់ទៀតគឺប្អូនពៅនឹងដឹមសរុនបាទទាំង3នាក់កូនរបស់លោកនេះគឺមានទេពកោសល្យហើយនឹងស្រឡាញ់គុណខ្មែរវឹកហាត់តាំងពីក្មេងមកម្លេះត្បិតអីលោកក៏ជាអតីតកីឡាករគុណខ្មែរម្នាក់ផងដែរបាទគឺនៅពេលបច្ចុប្បន្ននេះគាត់សប្បាយចិត្តនៅពេលដែលឃើញកូនរបស់លោកពេញរូបពេញរាងមកមានសមត្ថភាពល្អហើយចាប់ផ្ដើមមានការគាំទ្រពីប្រិយមិត្តអ្នកគាំទ្រគុណខ្មែរលោករំភើបជាខ្លាំងហើយលោកបានតាំងចិត្តថានឹងបន្តជំរុញកូនរបស់លោកឲ្យខិតខំអភិវឌ្ឍសមត្ថភាពបន្តទៅមុខទៀតត្បិតលោកចង់ឲ្យពួកគេចាប់យកគុណខ្មែរនេះដើម្បីអនាគតក៏ដូចជាបន្តភាពជោគជ័យដើម្បីផ្លាស់ប្ដូរជីវភាពគ្រួសារដែលមានភាពលំបាកលំបិនជាយូរណាស់មកហើយនោះបងចាប់ដើមមានការគាំទ្រច្រើនពីបងប្អូនអ្នកគាំទ្រគុណខ្មែរយើងជាពិសេសសរុំចាប់ដើមទូជាភាពខ្លាំងមែនតើនិយាយពីប្រវត្តិនៃការហាត់ពួកគាត់នេះពីដើមមកហាត់តាំងពីក្មេងទូចមកហ្មងបងបាទហាត់តាំងពីទូចមកពីដំបូងខ្ញុំហាត់បដាល់នៅ start ចាស់ដែរតាអូបងនេះហាត់ដែរណាបាទកូនគាត់ហាត់ទៅគាត់ចេះតែហាត់តាមទៅចេះតែស្រឡាញ់ចូលចិត្តទៅបាទគាត់ហាត់តាមដែរទៅមានដងដែរតាគាត់ហាត់ពីក្មេងគាត់ចាប់បាទទាំងអស់គ្នាហ្មងឬក៏សរុំគាត់ហែងឡោតជាងគេបងនិយាយពីទេពកោសល្យរបស់គាត់ណាដងគាត់ណាអូសរុំគាត់ចាប់បានជាងគេមើលទៅហែងថាយ៉ាងមានដងជាងគេហ្មងបាទគាត់ដងជាងគេប៉ុន្តែពេលហ្នឹងដោយសារតែគាត់ស្រឡាញ់ខ្លួនឯងទេឬក៏បងចិត្តមួយថាចង់ជំរុញកូនឲ្យគាត់ខ្លាចជាអ្នកបដាលដែរស្រឡាញ់អាជីពហ្នឹងដែរព្រោះបងអ្នកហាត់អ្នកបឡោកដែរណាពីដំបូងគិតទៅឲ្យកូនហាត់ដែរតែខ្ញុំមិនទាន់បានថាឲ្យចូលទេតែកូនជាមិនហាត់បាត់ហាត់ហើយនឹងហាត់តាមពេលហ្នឹងខ្ញុំអត់ទាន់គិតផងខ្ញុំគិតថាបើគាត់ស្រឡាញ់អីខ្ញុំឲ្យទៅតាមទៅចេះតែហាត់ទៅបាទគាត់ហាត់ជាប់លាប់មករហូតដល់ថ្ងៃទៀតឬក៏មានការឈប់មានការផ្អាកអីខ្លះដែរបងកាលចំនួនកូវីដឈប់ដូចជា2-3ឆ្នាំអាហ្នឹងយើងឈប់ដាច់ប៉ាត់ហ្មងបាទឈប់កូវីដឈប់ទាំងស្រុងហ្មងនេះការវឹកហាត់បងនេះឬក៏មិនបាទអូហើយលោកបងនេះឃើញកូនមករយៈនេះជាពិសេសគឺសរុបហ្នឹងហ្មងរៀងហៅអីដូចជាជោគជ័យមកកម្រិតណាបាទអារម្មណ៍មិនទេបងឃើញមកមិញចេះអង្គុយលួចមើលកូនភ្លៀកពីចង្អាយបាយចិត្តឃើញកូនគាត់ចាប់ផ្ដើមល្បីបាទបាយវិញអ្នកខ្លាំងបើគាត់នៅតែប្រឹងប្រែងគាត់អាចជោគជ័យធំជាងនឹងទៀតទៅមុខទៀតអត់តែយើងប្រឹងប្រែងជាអ្វីមួយដែរយើងប្រឹងប្រែងយើងជោគជ័យបងអាចមើលឃើញពីចំណុចណាយើងនិយាយពីសរុំក៏យ៉ាងលេចធ្លោបងប្អូនស្គាល់ច្រើនជាងគេបងឃើញចំណុចណាដែលបងជឿជាក់ថាថ្ងៃក្រោយទៅសរុំគាត់អាចនឹងមានគេថាភោគផលលទ្ធផលច្រើនពីគុណខ្មែរនេះមើលទៅបងឃើញចំណុចគាត់ដាក់ចិត្តវឹកហាត់គាត់តស៊ូគាត់អត់ខ្ជិលបងចេះតែនិយាយគាត់ឲ្យខំទៅតែជាយើងល្អគេមើលឃើញហើយឥឡូវយើងមិនទាន់ល្អយើងខំទៀតទៅខ្ញុំចង់ឲ្យគាត់ចាប់អាជីពគុណខ្មែរដើម្បីជីវភាពឃើញអញ្ចឹងសប្បាយចិត្តបងហើយក៏អរគុណដល់បងប្អូនដែលគាំទ្របាទខ្ញុំជំរុញគាត់រក្សាវឹកហាត់កុំខ្ជិល